5ចំណុចល្អនៃអ្នកសក់ខ្លីវិញម្ដងណែគេមានចំណុចអាក្រក់ប៉ុន្តែគេក៏មានចំណុចល្អដែរទី1គឺងាយស្រួលកក់សក់អញ្ចឹងនៅពេលដែលយើងកក់សក់គឺយើងអត់អស់សាប៊ូច្រើនយើងងាយស្រួលកក់សក់ហើយនៅពេលផ្លុំសក់យើងក៏ឆាប់ស្ងួតដែរការនៅសក់វែងគឺស្អុះស្អាប់ខ្លាំងហើយឲ្យតែកក់សក់ម្ដងគឺខ្ជិលហើយពេលកាត់សក់ខ្លីហើយគឺចង់និយាយថាកក់សក់រាល់ថ្ងៃទី2គឺមានអារម្មណ៍ថាខ្លួនឯងក្មេងជាងមុនហើយនៅពេលកាត់សក់អូយនៅតែគ្នាមានអារម្មណ៍ខ្លួនឯងដូចក្មេងតូចហ្មងគឺចាទី3គឺស្លាស់កសាហាវខូខើហើយមានអារម្មណ៍ថាខ្លួនឯងស្លាស់ពេលខ្លះយើងចង់សក់យើងចង់អត់អស់ក៏ប៉ិតមែនវាធ្លាក់មកបន្តិចបន្តួចក៏ប៉ិតមែនប៉ុន្តែមានអារម្មណ៍ថានៅក្នុងរឿងកូរ៉េគេចង់សក់ហើយវាបែប clean girl អីអញ្ចឹងទៀតចង់តម្លាក់អត់ខ្វល់ទី4គឺយើងអាចសាកធ្វើអ្វីដែលថ្មីអញ្ចឹងនៅពេលដែលយើងកាត់សក់ប្រៀបបីដូចជាយើង challenge ជាមួយជីវិតរបស់យើងមិនតើតាអ្នកកាត់សក់គាត់ខូចចិត្តអីអញ្ចឹងណា no បែបខ្វល់ទេចង់កាត់អីចាទី5សំខាន់បំផុតហើយគឺជាការប៉ັດនៅក្នុងជីវិតរបស់ខ្ញុំបើណាគេដូចខ្ញុំខមមិនខាងក្រៅចំណុចទី5ហ្នឹងគឺកាត់សក់ហើយគឺមានសំណាងជាងមុនមានពេលដែលខ្ញុំកាត់សក់ហើយភ្លាមមួយថ្ងៃស្អែកឡើងគឺមានការងារធ្លាក់មកព្រឹបប្រជិតធំទូចអីអញ្ចឹងអូយគឺវាលុយចូលវាជាការប៉ັດខ្ញុំបាននិយាយកុហកអីខ្ញុំនិយាយមែនវីដេអូក្រោយ Bye love you